Hey everyone, welcome back. It's great to see you here today. នៅរីម្នាក់នេះគឺជាខ្មោចដែលមានកម្ពស់7 ម៉ែត្រហើយស្លៀករ៉ូបសឡើងវែងហើយភ្នែកឡើងពណ៌សហើយលឿនដាតឆ្លែតាមកាពិតនៅរីម្នាក់នេះក៏ដឹងថាមកពីណាទេរត់សុកស្រាប់តែដួលព្រុសនៅកណ្ដាលផ្លូវហើយដល់ពេលដួលនាងដួលហើយស្រាប់តែមានឡានមកពីក្រោយមួយក៏បានធ្វើឲ្យនោះចេះរយបាត់ទៅហើយនៅរីម្នាក់នោះក៏បានខ្លាចជាខ្មោចទៅដល់ពេលបរិបម្នាក់មានដឹងខ្សោយទេជិះម៉ូតូសុកស្រាប់តែហួចចុះឡើងងាកមើលក្រោយស្រាប់តែឃើញខ្មោចនៅរីម្នាក់នោះអង្គុយពីក្រោយហើយបរិបម្នាក់នេះពិតជាមានអារម្មណ៍ថាភ័យខ្លាចមែនទែនក៏បានចាប់លើកម៉ូតូរត់បាត់ទៅពិតជាអស្ចារ្យមែនទែនចំណែកខ្មោចនារីម្នាក់នោះវិញក៏ទៅឈរលៀនភ្នែកដាក់បរិបម្នាក់នោះអត់មានខ្វល់អីទេនេះជារឿងពិតដែលកើតមានចំពោះនារីម្នាក់ដែលត្រូវឡានកាន់ចិត្តរយបន្តមកតាមលងបរិបម្នាក់ធ្វើឲ្យបរិបម្នាក់នោះទូនារីម្នាក់នេះត្រូវបានឆ្កែរត់ដេញខំដល់ពេលនោះគាត់បានរត់ចុះរត់ឡើងឆ្កែនោះវាក៏ទៅរត់តាមនារីនោះដោយរត់មកខំតបាក់ចំមុខរបស់គាត់ហើយឆ្កែនោះវាបានខំមុខនារីនោះឡើងខូចអស់ហើយដល់ពេលយកទៅដល់មន្ទីរពេទ្យមើលមុខនារីនឹងចុះឡើងក៏គិតថាអាចជួយសង្គ្រោះបានទេក៏សម្រេចចិត្តថាបង្កើតមុខថ្មីមួយឲ្យនារីនោះហើយគាត់បានយកអាមុខហ្នឹងយកទៅដាក់នៅមុខមនុស្សស្រីនោះឲ្យវាមើលទៅមានសភាពដូចដើមវិញហើយដល់ពេលការគេបិទគេធ្វើឲ្យអស់ហើយមកសុខឲ្យមកពេទ្យលើកដៃអស្ចារ្យណាស់ហើយដល់ពេលមើលមុខនារីនោះគឺពិតជាសស្អាតមិនជាងអាមុនទៀតហើយនេះជារឿងពិតរបស់នារីម្នាក់នេះដែលត្រូវឆ្កែខាំបន្ទាប់មកពេទ្យបានយកអាមុខថ្មីយកមកដាក់ឲ្យមុខគាត់ធ្វើឲ្យគាត់មានសភាពមុខបែបនេះបរិសុទ្ធម្នាក់នេះបានព្យាយាមដើរគៀនទ្វារដើម្បីទៅលួចមើលនារីមកពងដែលកំពុងនិយាយពិភាក្សាគ្នាអំពីមនុស្សបាត់ខ្លួនហើយអាបរិសុទ្ធម្នាក់ហ្នឹងក៏ជាបរិសុទ្ធគាត់អាចប្រែកន្លាទៅជាឆ្កែទៅចោក៏បានហើយក៏អាចប្រែកន្លាទៅជាស្ទាំងក៏បានដែរអត់បញ្ហាដល់ពេលគាត់ប្រែកន្លាចុះឡើងទៅស្ទាក់នារីម្នាក់ដែលតំដែរដល់ពេលគាត់បានពួននៅកលៀនជាដល់ពេលនារីម្នាក់នោះដើរមកគាត់បានហក់ឡើងបឹបទៅខំកម្នាក់នេះឲ្យ700ដល់ពេលកូននារីនោះឃើញហេតុការណ៍នេះក៏បានរត់មកតាមប្រមាញ់ឆ្កែចោហ្នឹងដែលបានខំម្ដាយរបស់វាឆ្កែចោវាបានរត់ឡើងរឿនរត់ហើយទៅសម្ដៅទៅដល់កន្លែងមួយក៏បានលួចពួននៅក្នុងហ្នឹងបំលែខ្លួនទៅជាមនុស្សវិញដល់ពេលបរោះដែលជាកូនរត់ទៅឃើញបែរជាឃើញតាមម្នាក់ដែលកំពុងត្រាក់ទ្រាំដោយសារតែឆ្កែកញ្ចក់ហ្នឹងហើយអាបរោះម្នាក់នោះក៏បានរត់ទៅបាត់តាមអាឆ្កែហ្នឹងទៅក៏ប៉ិតអាបរោះម្នាក់ហ្នឹងឯងគឺជាឆ្កែកញ្ចក់ហើយនេះជារឿងប៉ិតរបស់បរោះម្នាក់ដែលអាចប្រែកន្លាទៅជាកញ្ចក់មួយគឺជាបាក់សៃអ្នកវិទ្យាសាស្ត្រនេះបានយកឆ្អឹងរបស់មនុស្សដែលដុតហើយយកទៅពិសោធន៍ដំបូងគាត់យកអាឆ្អឹងនោះយកទៅចាក់ក្នុងអាកន្លែងមួយហើយបន្ទាប់មកយកវាទៅដាក់ក្នុងទូចម្អិនដាក់កម្ដៅ20អង្សារហូតដល់អានឹងវាខ្លាយជាឆ្អឹងដែលពណ៌ខ្មៅបន្ទាប់មកយកអាឆ្អឹងខ្មៅយកទៅក្លុកបន្ទាប់មករែងអាឆ្អឹងនោះខ្លាយជាគ្រាប់លត់ដសានទូចរែងម្ដងហើយម្ដងទៀតរហូតដល់អានឹងវាខ្លាយជាគ្រាប់អត់ទូចមួយបន្ទាប់មកគាត់ចាក់ដាក់កៅយកដាក់ក្នុងម៉ាស៊ីនក្លុកម្ដងទៀតក្លុកតើអានឹងខ្លាយជាផឹកភក់ហើយទើបគាត់យកអាម្សៅហ្នឹងយកទៅចាក់សាក់ហើយនេះគឺជាសាក់គូស្នេហ៍ដែលសាក់ចេញពីឆ្អឹងរបស់ប្រពន្ធគាត់នេះជារឿងដ៏អស្ចារ្យមែនទែនដែលបរិមនេះយកឆ្អឹងរបស់ប្រពន្ធគាត់យកទៅធ្វើជាថ្នាំខ្មៅបន្ទាប់មកយកមកសាក់លើដៃដើម្បីបញ្ជាក់ពីក្តីស្រឡាញ់ចំពោះប្រពន្ធគាត់ពិតជាអស្ចារ្យមែនទែន